គោលនយោបាយឬយុទ្ធសាស្ត្រគម្លាតនៃការផ្ដល់ហិរញ្ញវត្ថុក្រោមគោលនយោបាយថ្មីរដ្ឋាភិបាលបានផ្ទេរកញ្ចប់ថវិកាសម្រាប់សេវាផ្គត់ផ្គង់ទឹកស្អាតការសម្អាតនិងអនាម័យជនបទដែលអាចប្រើប្រាស់បាននៅថ្នាក់ក្រោមជាតិខណៈពេលដែលគោលនយោបាយផ្លូវការរបស់ក្រសួងផ្ដល់អាទិភាពទៅដល់តំបន់ដែលមិនសូវទទួលបានទឹកប្រើប្រាស់និងមិនមានដៃគូគម្រោងសកម្មភាពនេះហាក់ដូចជាមិនអាចអនុវត្តបានយូរអង្វែងនោះទេមូលហេតុអាចដោយសារតែដៃគូគម្រោងមានរយៈពេលខ្លីមិនត្រូវបានតាមដានដោយរដ្ឋាភិបាលទោះជាយ៉ាងណាក៏ដោយស្រុកជាច្រើនមិនអាចបង្កើតប្រាក់ចំណូលក្នុងមូលដ្ឋានគ្រប់គ្រាន់ដើម្បីសាងសង់និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតការសម្អាតនិងអនាម័យជនបទបានឡើយ